dương mặt đó nét chỉ thấy sẹt sẹt mặt đồng thân sẹt mặt đồng sẹt màu vẹn thân đầm bay cái xua tha dương hàng này rất là nhớ miền khang ly chimo ọt hay khang ly chimoนั่นคือmiền chimo lục ônสมัยโทhayประเสริฐบาทmiền ly chimo ในขนมตารางบางเวทีเนี่ยเอายังโจลเตะเอาโจลเตะhayแต่เราขนมเกจใช้ยังมาตั้งเตี้ยมาตั้งเตี้ยពេលដែលយើងបត់ឡើងទៅហ្នឹងមកតង់ហើយពេលដែលដល់ទ្វារចូលព្រះចង្កូមកែវហ្នឹងត្រូវឆែកឈ្មោះមកតង់ទៀតទាំងអស់3តង់3កលៈហើយបានចូលទៅគៀកកន្លែងប្រាសាទដំបូលមាសហ្នឹងត្រូវស្កេនញាតិញោមមកវគ្គទៀតអញ្ចឹងតឹងរឹងមែនទេណាញោមហើយញោមមើលចុះអ្នកឆ្វេងដៃស្ដាំដៃហ្នឹងហើយញាតិញោមដែលគាត់មកឈរតម្រង់ជួរដល់ទីនេះមិនដឹងប្រហែលថ្ងៃហើយទេណាញោមស្រួលឡើងតាំងពីថ្ងៃដំបូងហ្នឹងក៏ថាបានដែរហើយជាមួយញាតិញោមចូលទៅដល់ក្នុងហ្នឹងមិនដឹងថាប្រជាជនគាត់រត់ចូលណាញោមរត់ហ្នឹងអត់មានពេលវេលាឈប់ដូចយើងទៀតគឺរត់ទៅហ្នឹងគេគៀសចេញរហូតរត់ទៅថ្វាយអង្គមគេគៀសចេញរត់ចូលទៅគេគៀសចេញមកបានត្រឹមតែមករត់ដឹកឃើញទេហើយយើងមានឱកាសឈរបូជានៅនឹងអញ្ចឹងក៏តំណាងញាតិញោមតំណាងព្រះអង្គគ្រូអរគុណលោកប្អូនព្រះមហាសមេធោជាអគ្គមគ្គុទេសដែលបានជួយសម្រួលការងារនេះណាញោមប្រសិនបើអត់មានលោកជួយសម្រួលដាក់លិខិតហើយលោកស្និទ្ធស្នាលជាមួយនឹងលោកគ្រូអនន្តមិញទៀតណាញោមប្រសិនបើអត់បានលោកជួយសម្រួលទេយើងពិបាកណាញោមពិបាកចូលដូចម្សិលមិញមានក្រុមខ្មែរយើងមកក្រុមអត់បានដាក់លិខិតញោមហើយដល់ពេលមកដល់ទ្វារផ្លូវចូលហ្នឹងប្រាប់តាមរយៈលោកប្អូនសមេធោហើយដល់ពេលគេទេសួរយើងអត់ដឹងអត់ដឹងគេអត់ឲ្យចូលញោមតរៀបចំដាក់លិខិតអីត្រឹមត្រូវសារថ្មីម្ដងទៀតញោមអញ្ចឹងបានថាមិនស្រួលទេក្នុងដំណើរដែលយើងត្រូវចូលថ្វាយបង្គំព្រះចង្កូមកែវនេះដោយសារតែយើងអត្តភាពញាតិញោមមើលចោះគេតម្រង់ជួរច្រើនកកកណាញោមហើយទាំងដែលខ្លួនឯងពេលខ្លះអត់មានសង្ឃឹមក្នុងការបានចូលទេណាញោមខ្លួនគាត់ផ្ទាល់ហ្នឹងគាត់អត់សង្ឃឹមថានឹងបានចូលថ្វាយបង្គំទេប៉ុន្តែគ្រាន់តែគាត់មកឈរក្នុងទីនេះចង់បង្ហាញតែភក្ដីភាពគាត់ចំពោះព្រះបរមធាតុចំពោះព្រះសម្មាសម្ពុទ្ធនឹងមានណាញោមព្យាយាមឲ្យអស់ពីលទ្ធភាពបានត្រឹមប៉ុណ្ណាយកត្រឹមប៉ុណ្ណឹងមិនមែនជារឿងធម្មតាទេហើយយើងនេះជិះឡានចូលទៅដល់ខាងក្នុងណាញោមបុណ្យរបស់យើងនឹងបុណ្យក្រៃលែងណាយើងបានសំពីមុនមកមិនដឹងថាច្រើនប៉ុណ្ណាបានបុណ្យនឹងឧបត្ថម្ភឲ្យយើងបានប៉ុណ្ណឹងណាញោមហើយដល់មុខនេះយើងត្រូវបត់ឆ្វេងមកវគ្គទៀតមកតង់ទៀតចឹងញាតិញោមតាំងចិត្តបូជាគុណព្រះអង្គដោយសេចក្តីជ្រះថ្លាហើយក៏យើងគិតទៅលើបុណ្យដែលបានរៀបចំតាក់តែងឲ្យយើងមកមិនមែនជារឿងចៃដន្យទេមិនមែនជារឿងចៃដន្យទេគឺជារឿងដែលមានហេតុនិងមានបច្ច័យគ្រប់គ្រាន់ដែលបានតាក់តែងមកហើយមានបច្ច័យដែលយើងបានធ្វើពីមុនមកហេតុដែលយើងធ្វើពីមុនមកទើបមានផលនាពេលនេះគឺយើងបានចូលថ្វាយបង្គំព្រះចង្កូមកែវដោយផ្ទាល់គេបលែងទៅគេឲ្យគេតងវគ្គអត់ទេញោមជាក្រុមអត់អីទេកំភៃញោមហ្នឹងហើយតែឡើងឡានគាត់ទៅវគ្គតែឡើងឡាននេះហើយមកដល់នេះហើយបានចូលហើយញោមបានចូលហើយអត់អីទេនោះអត់តំងជួយកណ្ដាលឲ្យចូលទេហ្នឹងហើយក្នុងមួយថ្ងៃគេគិតជាមធ្យមប្រហែលជាខ្ទង់200000នាក់200000នាក់ហើយដែលបានចូលហ្នឹងប្រហែលជាខ្ទង់អត់ដល់100,000នាក់ដែលបានចូលក្នុងមួយថ្ងៃហើយញាតិញោមចូលទៅក្នុងហ្នឹងដឹងហើយរត់មកញោមអត់មានពេលដើរអីដូចយើងទេគឺរត់សម្រុកហើយនៅឆ្ងាយពីបកោតទៀតតែញាតិញោមបានទៅចិត្តបកោតណាញោមបានចិត្តបកោតបានឃើញច្បាស់អញ្ចឹងហើយបានប្រាប់ញាតិញោមថាពេលវេលាមិនយូរទេប្រហែលជាយ៉ាងច្រើនកន្លះនាទីទៅហ្នឹងប្រហែលជាកន្លះនាទីទៅ1នាទីហ្នឹងញាតិញោមព្យាយាមសម្លឹងមើលព្រះចង្កូមកែវណាញោមសម្លឹងមើលព្រះចង្កូមកែវឲ្យបានជាទីគាប់ភ្នែកណាញោម